សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិអ៊ីស្រាអែលបាក់ការវាយប្រហារលើទីក្រុងតេអ៊ីរ៉ង់បន្ថែមទៀតនិងជាយក្រុងបេរុតខណៈដែលចំនួនមជ្ឈមបូព៌ាកាន់តែរីករាលដាលធំឡើងការវាយប្រហារនៅប្រទេសអ៊ីរ៉ង់ស្នូផ្ទុះបានលាន់លើកងរំពងបំភ្លឺរដ្ឋធានីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាផ្លូវថ្មើរជើងដែលសម្រាប់ដើរទៅទិញអីវ៉ាន់ដ៏មមាញឹកមួយត្រូវបានវាយប្រហារប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថាខ្លួនបានចាប់ផ្ដើមរលកនៃការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងតេអ៊ីរ៉ង់រួចមកនោះការភ័យស្លន់ស្លោនៅទីក្រុងបេរុតអ៊ីស្រាអែលក៏បាននិយាយថាខ្លួនកំពុងកំណត់គោលដៅទៅដល់ក្រុម Hezbollah បទបញ្ជាជំនះមុនរបស់ខ្លួនសម្រាប់ស្ទើរតែទាំងអស់នៃភាគខាងត្បូងក្រុងបេរុតដែលគេជឿថាមានមនុស្សជាងកន្លះលាននាក់បានបង្កើនការភ័យខ្លាចដល់កម្រិតថ្មីមួយទៀតនៅពេលនេះមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ប្រធានាធិបតី Donald Trump បាននិយាយថាលោកមានអ្នកគិតក្នុងចិត្តថាអ្នកណានឹងក្លាយជាបេក្ខភាពមេដឹកនាំដ៏ល្អបំផុតដើម្បីដឹកនាំប្រទេសអ៊ីរ៉ង់មួយនេះខណៈដែលក្រុមប្រឹក្សា3នាក់ដែលកំពុងគ្រប់គ្រងប្រទេសនេះបានរៀបចំដើម្បីណែនាំមេដឹកនាំកំពូលថ្មីវិបត្តិប្រេងលោកត្រាំប្រធានាធិបតីអាមេរិកបាននិយាយថាការឡើងថ្លៃឧស្ម័ននៅអាមេរិកមិនរំខានគាត់ទេទោះបីជាសង្គ្រាមរំខានការផ្គត់ផ្គង់ថាមពលសកលក៏ដោយអាមេរិកបានទុកពេល30ថ្ងៃឲ្យឥណ្ឌាលើកលែងការទិញប្រេងពីរុស្ស៊ីដែលជាប់គាំងនៅសមុទ្រអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ